បាទជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាតើតើនឹងទូរស័ព្ទដែលយើងជាប់ iCloud ណាអញ្ចឹងទូរស័ព្ទមួយនេះគឺជាប់ iCloud អញ្ចឹងបើសិនជាយើងចង់ដោះយើងធ្វើម៉េចអូខេដើម្បីឆែកមើលថាជាប់ iCloud ឬមិនជាប់ iCloud អ្នកទាំងអស់គ្នាចូលនៅក្នុង setting បាទ setting នេះបាទមើលនៅក្នុង iTunes and application store បាទនេះឃើញជាប់ iCloud ណាជាប់ iCloud នេះគឺ account នេះគឺ tipsandy@icloud.com ដល់ណាអញ្ចឹងអ្នកនរត្រូវចាំថាកាលណាយើងជាប់ iCloud នៅក្នុង email របស់យើងនៅក្នុង email នៃទូរស័ព្ទរបស់យើងគឺមានជាប់ account នឹងរួចជាស្រេចបាទលើខ្ញុំបិទអញ្ចឹងមើលក្នុង email ណាមើលក្នុង email ហ្នឹងក្នុងទូរស័ព្ទដៃយើងគឺមានឃើញ iCloud ជាប់ជាស្រេចបាទនេះមាន Gmail និង iCloud បើ account attention វា Gmail វា Gmail iCloud បាទឥឡូវខ្ញុំមើលនេះ iCloud ដល់ណា iCloud អញ្ចឹងដើម្បីដោះ iCloud អ្នកអស់ត្រូវចាំថាអ្នកទាំងអស់គ្នាប្រើទូរស័ព្ទក៏បានប្រើនៅក្នុងកុំព្យូទ័រក៏បានបាទណាប៉ុន្តែសំខាន់បើជាប់ iCloud នៅក្នុងmail កម្មវិធីបើក email read email ហ្នឹងនៅលើទូរស័ព្ទរបស់យើងមានស្រាប់អញ្ចឹងកាលណាជាប់គឺមានវានៅហ្នឹងឥឡូវខ្ញុំប្រាប់របៀបដោះអញ្ចឹងរបៀបដោះយើងប្រើកុំព្យូទ័រក៏បានប្រើនៅលើទូរស័ព្ទតែម្ដងក៏បានអញ្ចឹងអ្នកទាំងអស់គ្នាបើកកម្មវិធីសម្រាប់បើកអ៊ីនធឺណិតឥឡូវខ្ញុំបើក Safari ចុះអូខេបើក Safari នៅលើ iPhone ហ្នឹងតបមកយើងវាពាក្យថា www.icloud .com ចឹងយើងមិនបាច់ទាកុំព្យូទ័រទេយើងប្រើតែប៉ុណ្ណឹងក៏បានដែរបន្ទាប់មកទៀតយើងពាក្យថាយកពាក្យថា open find my iPhone យកជំរើសទី2 open មក my iPhone បាទ open find my iPhone ហ្នឹងឃើញជាប់ហើយឃើញជាប់ Apple ID ហ្នឹងជាប់ iCloud ហ្នឹងណាអញ្ចឹងអ្នកនរគ្នាយកពាក្យថា forget Apple ID or password ណា forget Apple ID or password អញ្ចឹងខ្ញុំចុចយកលើហ្នឹងមកបាទអញ្ចឹងនេះគឺជា Apple ID ដែលជាប់នៅលើទូរស័ព្ទហ្នឹងគឺវាចាប់យកឲ្យតែម្ដងបើអត់ទេយើងវាយបញ្ចូលទេតបមកយកពាក្យថាបាទ Apple ID អញ្ចឹងហើយយើងអត់ចុចអីទេយើងចុច next បាទចុច next មកឃើញទេមិនទាន់ទេចុចយកពាក្យ forgot Apple ID or password តបមកចាប់យក Apple ID ត្រូវហើយណាបើខុសយើងវាយបញ្ចូលមកយើងអាចលុបឲ្យវាយបញ្ចូលទៅតបមកចុច next លើនេះព្រោះឲ្យយើងដឹង Apple ID តែយើងអត់មាន password សម្រាប់ unlock ចាំចុច next នឹងលើបន្តមកទៀតកន្លែង reset option មាន2សំណួរយើងប្រកាសជាអត់ដឹងទេមាន2ជំរើសគឺ reset by email និង answer security question អញ្ចឹងបើសំណួរយើងប្រកាសជាអត់ដឹងទេព្រោះអីគេបង្កើតឲ្យយើងហើយយើងបង្កើតក៏យើងអត់ចាំខ្លួនឯងដែរតែអ្វីដែលសំខាន់គឺ email អញ្ចឹង reset by email បាទចុចយក reset by email មកដាក់ថា password reset email send អញ្ចឹងមានន័យថា password email សម្រាប់ password សម្រាប់ reset iCloud នេះគឺបាន send ចូលក្នុង email ហ្នឹងហើយអញ្ចឹងយើងចុច OK មកបាទហើយបិទវាតាមធម្មតាដែរយើងទៅបើកមើល email បើកមើលប្រអប់ email នេះយើងចុចបើក email មក
mơ việc iCloud chẳng miền việc này này cùng hơn Apple how to reset your Apple ID and password chẳng những bạc mà bảo ơi khơi nhá miền việc tha reset nào rồi đó chẳng dưỡng cho việc tha reset nào bạn nếu bây giờ vay cho reset nào nó bị ao dân vay password chẳng như ai vay password cho mà vay password mấy dân cũng qua rừng password chắc chẳng là trong váy 200 password យ៉ាងតិចបំផុត 8 ខ្ទង់មានអក្សរធំអក្សរតូចលេខគ្នាហើយនឹងមានលេខផងដែរអញ្ចឹងឥឡូវខ្ញុំវាយអូខេប្រឡងក្រោមវាយដូចគ្នាដែរok chẳng vậy ba nói cho đàn okត្រូវអស់ហើយយើងចុចដាច់ដឹងលើនេះដាច់ដឹងលើណាតិចអត់ដឹងកន្លែងចុចបាទអូខេក៏ពិតទៅដោយសារចេញ message នេះដោយសារ password នេះក៏ពិតតែខ្ញុំមិនភ្លេចទេប៉ុន្តែខ្ញុំធ្វើជាភ្លេចតែខ្ញុំចង់ដាក់ណាអញ្ចឹងវាប្រាប់ថា password ហ្នឹងត្រូវបានរួចប្រើប្រាស់រួចមកហើយអញ្ចឹងខ្ញុំត្រូវដូរ password ហ្នឹងឡើងវិញដាក់ផ្សេងណាចុចដាំហើយចុចលេចនៅលើនេះកន្លែងរូបតំណាងរបស់ហ្នឹងអូខេអញ្ចឹងមានន័យថា password ត្រូវបាន change អញ្ចឹងយើងអាចទៅ unlock Apple ID នឹងបានណាអញ្ចឹងខ្ញុំចូលនៅក្នុង setting អូខេខ្ញុំចូលក្នុង setting ចុចលើ Apple ID យើងនឹងពាក្យថាsign out ឬមួយក៏យើងចង់ប្រើ Apple ID នឹងដដែលប្រើក៏បានព្រោះយើងមាន password ថ្មីហើយតោះនេះតែអត់មានទេបាទអញ្ចឹងខ្ញុំសូមអរគុណសម្រាប់ការមើលពីរបៀបដោះ Apple ID ហ្នឹងបាទនេះយើងអាចមើលដោះឲ្យអស់មកក៏បានដែរបាទអញ្ចឹងនេះ password មិញគឺដែលយើងវាយថ្មីមិញហ្នឹងបាទកាលណាយើងដឹងហើយយើងអាច log out ទាំងអស់មកបាទនេះអាច close នេះពាក្យ sign out អញ្ចឹងយើង sign out មកកុំឲ្យវាជាប់អញ្ចឹងកាលណាយើង sign out វាសួរ password ខាត់អស់មកអូខេអូខេអស់ហើយគេដាក់ថាសួរបញ្ជាក់យើងនៅ keep copy of your data on this phone មានន័យថា contact reminder Safari តើយើងចង់រក្សាទុកឬចង់យ៉ាងម៉េច
nè bởi trong tốc dừng thịt bạc với mà này hơi chuyển sang bạn chân lý cư chia vị trí đó export ID nhí nơi dương mình bạch hot rồi chiên off lôi từ bạn hình chập đã mà copy rụp copy ấy không rồi iCloud này bây giờ dương lọc ảo bạn ở con chứ làm sẵn rạp ca tu sẵn video clip này